7 ជំរាបលោកគ្រូថ្ងៃនេះខ្ញុំបានអានរឿងតារាខិតខំអានសៀវភៅនៅវាលស្រែចម្ងាយប្រមាណ15គីឡូម៉ែត្រពីទីរួមស្រុកកំពង់ត្រាចខេត្តកំពតមានផ្ទះដ៏កំសត់មួយក្រុមគ្រួសាររបស់លោកគ្រូសុវណ្ណនិងអ្នកស្រីផល្លាលោកគ្រូសុវណ្ណលោកគ្រូសុវណ្ណមានកូន3នាក់កូនតារាជាកូនប្រុសច្បងសុខំជាកូនបន្ទាប់និងកញ្ញាជាកូនស្រីពៅតារាអាយុ11ឆ្នាំរៀននៅថ្នាក់ទី5សុខំអាយុ9ឆ្នាំរៀននៅថ្នាក់ទី3និងកញ្ញាអាយុ6ឆ្នាំរៀននៅថ្នាក់ទី1ពួកគេក្រុមគ្រួសាររបស់ពួកគេខំប្រឹងធ្វើការងារដើម្បីផ្គត់ផ្គង់កូនឲ្យបានទៅរៀនដូចគេឯងថ្ងៃមួយលោកគ្រូសុវណ្ណបានទៅជួបនឹងលោកគ្រូអ្នកគ្រូរបស់តារាលោកគ្រូសុវណ្ណបានដឹងថាកូនរបស់គាត់ដែលមានឈ្មោះថាតារាបានជាប់ចំណាត់ថ្នាក់លេខ35ដែលនៅចុងគេបង្អស់គាត់គិតថាកូនគាត់ខ្សោយលោកគ្រូសុវណ្ណគាត់ដឹងថាកូនគាត់រៀនខ្សោយតែគាត់មិនខឹងឬធ្វើបាបកូនឡើយព្រោះគាត់ដឹងថាគាត់មិនបានតាមដានកូននិងមិនបានបង្រៀនកូនឲ្យបានល្អថ្ងៃមួយគាត់ក៏បានគិតថាគាត់នឹងអានសៀវភៅនៅពេលយប់រាល់ថ្ងៃព្រោះចង់ឲ្យកូនគាត់រៀនពូកែគាត់ខំប្រឹងអានថ្ងៃមួយតារាក៏បានឆ្ងល់នឹងឪពុករបស់គាត់ហើយអ្វីបានឪពុករបស់គាត់អានសៀវភៅជារៀងរាល់ថ្ងៃមួយតារានិងប្អូនបំរុងនឹងទៅបើកទូរទស្សន៍មើលស្រាប់តែតារាឃើញថាឪពុករបស់គាត់មិនមកមើលទូរទស្សន៍តារាក៏បានទៅសួរហេតុអ្វីបានជាពុកអានសៀវភៅមិនមើលទូរទស្សន៍ពុកលោកគ្រូសុវណ្ណបាននិយាយថាអានសៀវភៅល្អមើលជាងមើលទូរទស្សន៍ទៀតតារាក៏បានឆ្ងល់ថ្ងៃលុះស្អែកជាថ្ងៃច័ន្ទពេលព្រឹកតារាក៏បានទៅរៀនជាមួយប្អូនជាសប្តាហ៍មួយដងតារាក៏បានចូលទៅបណ្ណាល័យអានតារាក៏បានចូលទៅបណ្ណាល័យអ្នកគ្រូសុភាពបានសួរតារាតើតារាចង់លេងល្បែងសិក្សាអ្វីតារានិយាយយ៉ាងសុភាពរៀបសារបានអ្នកគ្រូខ្ញុំមកលេងទេខ្ញុំអត់ដឹងអីទេអ្នកគ្រូក៏បានបង្ហាញពន្យល់តារាពីល្បែងសិក្សានិងសៀវភៅរឿងផ្សេងអ្នកគ្រូបានបង្ហាញតារាដើរមើលពេញបណ្ណាល័យតារាក៏បានចាប់អារម្មណ៍នឹងសៀវភៅមួយដែលមានចំណងជើងថាសុភីស្រឡាញ់សៀវភៅតារាក៏បានយកសៀវភៅនោះមកអានតារាកំពុងតែអានជក់ចិត្តខ្នោជួងក៏បានពន្លឺឡើងតារាក៏បានទម្លាក់សៀវភៅតារាក៏បានយកសៀវភៅនោះទៅដាក់នៅកន្លែងហើយក៏ដើរទៅដោយចិត្តសោកស្ដាយតារាកំពុងតែរៀនបណ្ដាលនឹកឃើញដល់សៀវភៅនោះបណ្ដាតារាគិតថាស្អែកនឹងទៅអានសៀវភៅនោះបង្ហើយថ្ងៃស្អែកបានមកដល់តារារៀនបណ្ដាលគិតពីសៀវភៅនោះហើយដល់ម៉ោងសម្រាប់តារាក៏បានរត់ទៅបណ្ណាល័យដើម្បីអានសៀវភៅនោះបន្តចប់តារាអានសៀវភៅនោះដល់ចប់មិនដឹងខ្លួនតារាក៏គិតថាការអានសៀវភៅនេះពិតជា
ធ្វើឲ្យយើងការអានសៀវភៅនេះពិតជាធ្វើឲ្យយើងជក់ចិត្តខ្លាំងមែនតើហើយគាត់ហើយតារាក៏បានខំប្រឹងរៀនឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូមិត្តភ័ក្តិរួមថ្នាក់ក៏បានញាក់ផ្អើលនឹងកោតសរសើរទៅដល់តារាខំប្រឹងរៀនដល់បានចំណាត់ថ្នាក់លេខ1ដំណាច់ឆ្នាំថ្នាក់ទី5តារាក៏បានឡើងទៅទទួលបានសរសើរនិងទទួលបានសម្ភារៈប្រើប្រាស់ខ្លះតារាក៏បានណែនាំមិត្តភ័ក្តិថាឲ្យទុកពេលវេលាឲ្យច្រើនសម្រាប់ការអានសៀវភៅទុកពេលវេលាឲ្យច្រើនជាងការអានសៀវភៅឲ្យច្រើនជាងការមើលទូរទស្សន៍ ចប់ហើយ